គ្រាន់តែឃើញទិដ្ឋភាពនៅក្នុងហាងក៏ដឹងដែរថានេះគឺជាហាងផ្ទះលេខ2អញ្ចឹងណាជំរាបសួរពុកម៉ែបងប្អូនកូនក្មួយមកជួបជាមួយនឹងចែទៀតហើយម្សិលមិញចេញពីធ្វើការមិត្តភក្តិធ្វើការជាមួយក៏ព្រោះតែញ៉ាំអីនឹងកាលម្ល៉េះហើយយើងមកដល់ផ្ទះងូតទឹកស្លៀកពាក់ឲ្យបានស្អាតទៅអញ្ចឹងណាហើយក៏នាំគ្នាទៅក្រៅមកដុំតែចែទៅហ្នឹងនិយាយទៅមិនមានតែហាងផ្ទះលេខ2ទេគឺមានម្ហូបច្រើនមែនទេមិនថាហាងបារាំងអ៊ីតាលីជប៉ុនចិនកូរ៉េឬមួយក៏អ្នកចិត្តខាងនិយាយទៅគឺមានច្រើនខ្លាំងចម្រើសដែរឲ្យយើងជ្រើសរើសណាសូម្បីតែហាងចិនក៏មានច្រើនដូចគ្នាតែមិត្តភក្តិចាគាត់ចង់ញ៉ាំម្ហូបផ្ទះលេខ2អញ្ចឹងទៅក៏យើងបានចូលមកកន្លែងនេះអញ្ចឹងណាហើយមកនេះក៏មិនបានផ្សព្វផ្សាយអីឲ្យគាត់ដែរគាត់និយាយតំណែតំណងអញ្ចឹងទៅម្ហូបផ្ទះលេខ2ទេប៉ុន្តែអ្នកធ្វើការនៅក្នុងហ្នឹងសិតតាឌីមួយប្រាំងអញ្ចឹងណាហើយសូម្បីតែរសជាតិក៏រសជាតិនិយាយរួមធ្វើតម្រូវមាត់បរទេសដែរដែលសារម្ហូបផ្ទះលេខ2ភាគច្រើនគឺហិលអញ្ចឹងណាតែនេះហិលតិចខ្លាំងមែនតែនសឹងតែថាអត់មានអារម្មណ៍ថាម្ហូបនឹងវាហិលពីដើមឡើយចែកចិត្តញ៉ាំនិងប្រើប្រាស់របស់របរផ្ទះលេខ2គឺច្រើនខ្លាំងមែនតែននិយាយទៅសឹងតែថា 100% ហើយប៉ុន្តែតាំងពីប្រទេសយើងមានការប៉ះទង្គិចជាមួយនឹងផ្ទះលេខ2មកគឺចែកកាត់បានច្រើនខ្លាំងមែនតែនសឹងតែថាកាត់បាន 90% នៅសល់តែ 10% ទេតែសារតែរបស់របរប្រទេសយើងនាំចេញមកគឺមានកម្រិតអត់ធំទូលាយដោយប្រទេសផ្សេងដែលគេនាំចេញមកស្រុកក្រៅអញ្ចឹងណាម្ល៉េះហើយប្រជាជនខ្មែរយើងដែលរស់នៅស្រុកក្រៅគឺរៀងពិបាកបន្តិចតែមិនមែនជាមនុស្សរអាងពូជសាសន៍ពណ៌សម្បុរទេនិយាយទៅប្រជាជននៅប្រទេសណាក៏ដូចជាប្រទេសណាដែរមានល្អមានអាក្រក់អញ្ចឹងណាសំខាន់គឺលើបុគ្គលហ្នឹងគាត់បានធ្វើឲ្យយើងអត់បើគាត់មិនបានធ្វើឲ្យយើងទេឲ្យចាយទៅស្អប់គេចាយក៏មិនដឹងថាទៅស្អប់គេយ៉ាងម៉េចរួចដែរហើយតាំងពីមានរឿងមកមិនថារបស់ប្រើប្រាស់ឬក៏របស់ញ៉ាំប្រទេសយើងផលិតបានច្រើនខ្លាំងតែខ្លួនចាំបាច់ទៅពឹងពាក់ផ្ទះលេខ2ទៀតអញ្ចឹងណាមិនត្រឹមតែប៉ុណ្ណោះទេការដឹកជញ្ជូនចេញមកប្រទេសក្រៅក៏មានភាពទូលំទូលាយជាងមុនម្ល៉េះហើយធ្វើឲ្យប្រជាជនខ្មែរយើងដែលរស់នៅស្រុកក្រៅគឺគាត់អាចមានជំរើសរើសមកប្រើប្រាស់របស់របរជាតិយើងវិញចាក៏មានមិត្តភ័ក្តិជនជាតិផ្ទះលេខ2ដែរហើយឲ្យចាយទៅស្អប់គាត់គឺចាយស្អប់គាត់អត់រួចទេហើយឲ្យគាត់មកស្អប់ចាយក៏គាត់ស្អប់ចាយអត់រួចដែរនិយាយទៅយើងដឹងទាំងសងខាងថាប្រទេសយើងមានរឿងនឹងគ្នាតែឲ្យធ្វើម៉េចរឿងវាទៅជាអញ្ចឹងយើងធ្លាប់រាប់អានគ្នាម៉េចគឺយើងក៏នៅតែបន្តរាប់អានគ្នាអញ្ចឹងទៅ